ជំរាបជូនថាផ្លូវនេះគឺជាផ្លូវរបស់គេថាទុនចូលរួមពីប្រជាពលរដ្ឋបាទវាស្ថិតនៅក្នុងសង្កាត់ស្លក្រាមបាទហើយពួកគាត់ក្នុងនាមគាត់ជាម្ចាស់លុយដែរបាទចូលទុនជាមួយសង្កាត់បាទថ្មីនេះគាត់ឃើញមានក្រុមហ៊ុនបាទទឹកស្អាតដែលបានមកកាត់បាទបងប្អូនឃើញនេះកាត់ផ្លូវរបស់គាត់និយាយរួមគាត់ថាផ្លូវរបស់គាត់ក៏បានដែរព្រោះគាត់ម្ចាស់លុយបាទខ្ញុំនិយាយនេះគឺនិយាយតាមសំណុំពរប្រជាពលរដ្ឋទេបាទគាត់ថាហេតុអីបានជាក្រុមហ៊ុនទឹកស្អាតបាទដែលមកកាត់ផ្លូវរបស់គាត់នេះបាទពាក់ព័ន្ធនេះដូចជាក្រុមហ៊ុនចិនបាទនៅក្នុងសង្កាត់ស្លក្រាមបាទកាត់ផ្លូវរបស់គាត់ហើយដាក់លូចូលហើយហេតុអីអត់ព្រមអត់ឲ្យបាទគឺផងបាទចាំយូរឡើងគឺឃើញថាមានការកាត់បាទគឺយកគ្រោះមកដាក់រត់ព្រលឹងទៅរត់ផ្លូវរបស់ខ្លួនអត់បាទថាទុកអានឹងទុកឲ្យប្រជាជនជេរញ៉ាធោមែនបាទនេះគឺនៅសង្កាត់ស្លក្រាមបាទខ្ញុំជឿថាគាត់ម្ចាស់លុយគាត់សុំនិយាយផងគាត់ផ្ដាំតាមខ្ញុំបាទនេះយើងឃើញថាមានសកម្មភាពកាត់ផ្លូវបាទកាត់ផ្លូវហើយបាទផ្លូវនេះគឺកាត់បាទចំពាក់ដាអស់ពាក់ដាផ្លូវហើយបាទផ្លូវនេះគឺស្ថិតនៅក្នុងសង្កាត់ស្លក្រាមបាទជួយ share ផងហើយគេកាត់ហើយគេដាក់លូគេដាក់ប្រព័ន្ធទឹកស្អាតហើយគេយកគ្រោះមកធ្វើចេះចង់និយាយថាវាមិនជាប់ហេតុអីធ្វើអញ្ចឹងហើយមិនយកឡានកន្លុកស៊ីម៉ងបេតុងយកមកបាញ់ដាក់អ៊ុតឲ្យហើយទៅបាទចង់និយាយថាកាត់រួចហើយអញ្ចឹងក្រុមហ៊ុនអាចតាក់ទងតែក្រុមហ៊ុនឡានកន្លុកស៊ីម៉ងបេតុងកន្លុកបេតុងមកទិញពីក្រុមហ៊ុននោះយកមកបាញ់អ៊ុតឲ្យជាបរិបទឲ្យហើយទៅបាទមកហេតុអីមកធ្វើអញ្ចឹងបាទធ្វើអញ្ចឹងវាមិនជាប់បងប្អូនមកគ្រោះយកគ្រោះមកក្រាលទៅហើយតាមមកភាសាតាមមកភ្លៀងវាលុះអស់បាត់ហើយលុះវាខូចបាត់ហើយបាទផ្លូវបេតុងនេះត្រូវខូចហើយក្នុងនាមគាត់ម្ចាស់លុយបាទគាត់ចង់និយាយថាគាត់ម្ចាស់លុយដែរគាត់មានសិទ្ធិថាណាបើតែគាត់មិនហ៊ាននិយាយគាត់ឃើញអញ្ចឹងទៅគាត់ថាមិនបានធ្វើអញ្ចឹងបាទតើស្តង់ដារអីមកធ្វើអញ្ចឹងយកផ្លូវបេតុងកាត់របស់គាត់បាទគាត់ថាផ្លូវរបស់គាត់ត្រូវគាត់មានទុនចូលរួមជាមួយសង្កាត់បាទបងប្អូនមើលនេះមកកាត់ហើយមកធ្វើអញ្ចឹងមានអីជាប់មកមើលបាទកាត់ឡើងចង់អស់មួយកណាត់ផ្លូវណាអត់មកផ្លូវនេះមួយកាត់អស់បាទខ្ញុំជឿថានេះគឺក្រុមហ៊ុនទឹកស្អាតតាមខ្ញុំដឹងក្រុមហ៊ុនទឹកស្អាតពាក់ព័ន្ធមួយរដ្ឋកោទឹកបាទដល់កាត់ហើយយកមកធ្វើអញ្ចឹងមានឲ្យជាប់នៅឃើញចាប់ដើមលលុះបងប្អូនឃើញចាប់ដើមលលុះបាទផ្លូវនេះនៅក្នុងសង្កាត់ស្លក្រាមក្រុងសៀមរាបបាទឃើញកាត់ច្រើនផ្លូវហើយអាខាងក្រោយនោះផ្លូវខាងកើតវត្តនោះផ្លូវរបស់សម្ដេចបាទសម្ដេចទៅចូលហ៊ុនសែនបាទអំណោយកាលនោះសម្ដេចចុះមកផ្ទះខ្ញុំចុះមកផ្ទះសម្ដេចមកខ្វៀលដីឲ្យនោះស្កាត់នោះគឺសម្ដេចដើររហូតដល់ផ្លូវ60ម៉ែត្របាទសម្ដេចឲ្យធ្វើផ្លូវមួយខ្សែនោះទីបាទឃើញកាត់ដែរប្រជាជនគាត់ថាកាត់ក៏កាត់ទេមិនប្រឆាំងនឹងការអភិវឌ្ឍទេបាទដាក់ទឹកស្អាតឡើងនេះក៏ល្អហើយប៉ុន្តែកាត់ហើយហេតុអីមិនធ្វើអញ្ចឹងបាទខ្ញុំក៏ឆ្ងល់ដែរបាទក្រុមហ៊ុនមានលុយរាប់លានដុល្លារមិនមកធ្វើអញ្ចឹងធ្វើទៅបកកបញ្ហានេះគេថាបន្សល់ទុកនៅបញ្ហាឲ្យប្រជាពលរដ្ឋគាត់ក្តៅក្រហាយជាមួយអាជ្ញាធរតែជីកាត់ជេរបាទទីទៀតផ្លូវនេះខូចហើយបើអត់អ៊ុតបេតុងទេគឺផ្លូវនេះខូចបាទបងប្អូនបាយអង្កត់ក៏ខូចហើយមកធ្វើលំដូចកន្រិយកផែលទាំងផ្លូវបេតុងគេនឹងស្អាតចេះដល់ពេលកាត់ហើយធ្វើអញ្ចឹងកាត់ហើយយកមកដាក់អញ្ចឹងឲ្យធ្វើវាមកជាប់បាទបងប្អូនមើលមកកណាត់ផ្លូវបញ្ជាក់ថាផ្លូវនេះគឺផ្លូវចូលទុនចូលរួមរបស់ប្រជាពលរដ្ឋនៅសង្កាត់ស្លក្រាមជាមួយឃុំមួយសង្កាត់បាទមកកាត់ដាច់ទៅទៀតបាទជួយ share ផងបាទកាលនេះខ្ញុំមិនទាន់បានតាក់ទងទៅអាជ្ញាធរខេត្តដូចខ្ញុំសួរមកពីប៉ុណ្ណាបញ្ហាកម្រិតបាទឃើញកាត់ច្រើនបាទនៅក្នុងសង្កាត់ស្លក្រាមនេះខូចខ្ទេចហ្មងបាទផ្លូវនេះគឺផ្លូវទុនចូលរួមបាទប្រជាពលរដ្ឋណាគាត់ចូលរួមជាមួយសង្កាត់លុយរបស់ពួកគាត់ចង់និយាយចឹងលុយរបស់អ្នកស្លក្រាមហើយមកកាត់របស់គេហើយធ្វើចឹងបាទកាត់របស់គេហើយធ្វើចឹងចុះបើចូលទៅកាត់ហើយក្រុមហ៊ុនមានលុយរាប់លានដុល្លារណាមកអភិវឌ្ឍទឹកស្អាតបាទកាត់ហើយមិនមកយកគ្រោះមកដាក់ចាក់អញ្ចឹងហើយចុះបើអ៊ុតបេតុងឲ្យហើយទៅមិននេះបងប្អូនឃើញស្រាមកាត់ឃើញផុកវល់ចូលផ្ទះគេរងវល់គេកាត់អស់លលីងបងប្អូនឃើញកាត់ចង់ខ្ទេចផ្លូវនៅស្លក្រាមកាត់ខ្ទេចអស់លីងបាទកាត់ហើយមិនព្រមអ៊ុតបេតុងឲ្យហើយទៅយកគ្រោះមកក្រាលអញ្ចឹងមិនជាប់មានលុយរាប់លានណាបាទកម្រងទឹកស្អាតនេះលុយកម្រងរាប់លានណាហើយតទឹកស្អាតនេះមិនមែនតហ្វ្រីឲ្យជាបរិវត្តទេណាគិតលុយបាទនេះវាពាក់រដ្ឋកោទឹកស្វ័យយ័តវាពាក់កណ្ដាលក្រុមហ៊ុនរ៉ូស៊ីជាមួយរដ្ឋបងប្អូនឃើញផ្លូវមួយកណ្ដាលនេះកាត់ឡើងដាច់អស់លីងហ្នឹងហើយយកគ្រោះមកក្រាលចេះបានអីជាប់ចង់និយាយថាបានអីនឹងជាប់បើចុះបើយើងកាត់ហើយយើងដាក់បង្កប់អាលូទឹកស្អាតទៅយកទឹកស្អាតនេះហើយយើងចាក់បេតុងយកតែម្ដងមកបើយើងចាក់បេតុងអ៊ុតឲ្យដូចដើមវិញចេះមកមិនអ៊ុតឲ្យដូចដើមបាទឆ្ងល់ថាមិនអ៊ុតឲ្យដូចដើម
គិតអីចង់និយាយថាគិតអីណាគិតអីសូមបញ្ជាក់ថាក្រុមហ៊ុនទឹកស្អាតគឺជាក្រុមហ៊ុនរ៉ូស៊ីពាក់កណ្ដាលស្វ័យយ័តជាមួយរដ្ឋបានន័យថារហ៊ុនជាមួយរដ្ឋាភិបាលហើយរឿងបំពេញទឹកស្អាតនឹងតឲ្យប្រជាពលរដ្ឋអត់មានហ្វ្រីណាតគិតលុយពីប្រជាជនអានេះជាករណីអាជីវកម្មរបស់ខ្លួនមកបំផ្លាញផ្លូវរបស់ប្រជាពលរដ្ឋខ្ញុំនិយាយចឹងប្រហើយបាទខ្លួនមកបំផ្លាញផ្លូវរបស់ប្រជាពលរដ្ឋប្រយោជន៍ផ្ទាល់ខ្លួនណាអត់មានតទឹកស្អាតឲ្យប្រជាពលរដ្ឋហ្វ្រីបើតាមនោះនេះទឹកស្អាតបាទអានេះគាត់និយាយចឹងគាត់សំណូមពរខ្ញុំនិយាយចឹងបើខ្ញុំនិយាយតាមគាត់ចឹងវាចឹងមែនបាទហើយផ្លូវនេះបញ្ជាក់ថាផ្លូវនេះប្រជាជនចូលហ៊ុនគ្រាជាមួយសង្កាត់ធ្វើបាទនោះអាមកណាត់ទៅកើតនេះអានោះផ្លូវរបស់អំណាចរបស់សម្ដេចហ៊ុនសែនបាទថ្ងៃសម្ដេចចូលមកខ្ញុំមកផ្ទាល់ខាងនោះថ្ងៃចូលឆ្នាំកូនសង្ក្រាន្តដូចសំយៈបាទខ្ញុំមកផ្ទាល់ជាមួយសម្ដេចផ្លូវចាក់ទៅផ្លូវ60ម៉ែត្រហ្នឹងបាទអំណោយរបស់សម្ដេចឲ្យកាត់នោះប្រសងគាត់ធ្វើអាបាខេតឲ្យសម្ដេចឲ្យធ្វើបានធ្វើផ្លូវបុកដល់60ម៉ែត្របាទព្រោះខ្ញុំចាំផ្លូវនេះគឺសម្ដេចមកគឺខ្ញុំមកកាលនោះបើកឡានពីកោមកចោះហោះបាទសម្ដេចមកដល់មុនបាទផ្លូវនេះផ្លូវប្រជាពលរដ្ឋនេះអាមកណាត់របស់ប្រជាពលរដ្ឋចូលរួមជាមួយសង្កាត់ស្លក្រាមហើយមកកាត់ហើយធ្វើអញ្ចឹងឡើងនិយាយថាម៉េចយកអីគិតកាត់ហើយធ្វើអញ្ចឹងទៅបាត់ជាមួយទៅទៀតធ្វើហើយក្រុមហ៊ុនបញ្ចប់កម្រងចប់ហើយទុកអាស្នាមចឹងអាស្នាមក្តៅខាយឲ្យប្រជាជនជិះកាត់ជេរសង្កាត់ប្រជាជនជិះកាត់ជេរខេត្តប្រជាជនជិះកាត់ជេរក្រុងហើយដល់ពេលតទឹកស្អាតហើយលុយគិតជាម៉ាត់គីបប្រជាជនណាអត់មានហ្វ្រីឲ្យណាជាម្ដងហើយម្ដងទៀតតែផ្លូវនេះប្រជាជនចូលលុយជាមួយសង្កាត់គិតជាម្ចាស់លុយគិតមានសិទ្ធិថាគាត់គាត់ថាតាមរយៈខ្ញុំគាត់មានថាផ្ទាល់មកគាត់ឲ្យខ្ញុំអ្នកថាជំនួសបាទខ្ញុំអ្នកនាំពាក្យបោជំនួសចឹងទៅហើយមើលកាត់ឡើងខ្ទេចអស់ចឹងបងប្អូនមើលនេះផ្លូវនៅក្នុងសង្កាត់គេធ្វើឡើងស្អាតគេហៅថាគេធ្វើស្អាតហើយមកកាត់របស់គេបាក់កាត់បំផ្លាញឡើងខ្ទេចអស់លលីងហើយអត់កសួរឲ្យអត់ចាក់បេតុងឲ្យវិញសូចិត្តយកអាគ្រោះចេះអានេះមើលអាគ្រោះមិនចេះ100ពីលើមានអីនឹងជាប់តាមអាប្រសាទឆ្នាំក្រោយលលងវល់លលួយវល់ហើយបងប្អូនមើលផ្លូវចូលផ្ទះគេមកកាត់មុខផ្ទះគេចេះកាត់មុខផ្ទះគេចេះហើយទុកចោលអញ្ចឹងយកអីមកគិតតើយើងដឹងយកអីមកគិតខ្ញុំមកថានេះវាពាក់ព័ន្ធមួយរត់នៅឡានរត់បាទខ្ញុំថាឲ្យរដ្ឋកោទឹកដឹងហ្មងបាទហើយទីខ្ញុំផ្សាយចេះហើយទីថាអញតិនធ្វើឲ្យផងចេះផ្សាយបើមិនផ្សាយបើមិនចឹងឡើយហ្នឹងនិយាយចឹងហ្មងចុះបើធ្វើអញ្ចឹងហើយអាត្នេះខ្ញុំដឹងថាប្រកបប្រពន្ធលូហើយប្រពន្ធទៅយកទឹកហើយចុះបើយកឡានកន្លុកបេតុងយកមកអ៊ុតឲ្យទៅមកបាញ់បេតុងឲ្យប្រជាជនវិញទៅវាមិនវាងាប់អីវាផ្ទះបាញ់ខ្ញុំសួរដូចឆោតហើយចាំទុកធ្វើហើយរួចរាល់ទៅចាំគេអ៊ុតតាមក្រោយហើយឆ្លើយបកស្រាយអញ្ចឹងគេចាំមើលគេធ្វើហើយសិនណាគេខាងរដ្ឋគេនឹងធ្វើឲ្យវិញស្នានិយាយមកចឹងទៅបើអ៊ុតហើយអាត្នេះកប់ហើយអញ្ចឹងយកបេតុងយកមកចាក់ហើយមកឡានកន្លុកបេតុងបាញ់បញ្ចូលឲ្យប្រជាជនវិញមកប្រជាជនជិះធ្វើដំណើរធម្មតាទៅធ្វើដោយអាមុនកាត់ទៅកាត់របស់គាត់អស់មកជំនាញផ្លូវនេះផ្លូវរបស់គាត់បាទខ្ញុំដឹងថាអានេះរដ្ឋកោទឹកបាទពាក់ព័ន្ធនឹងរដ្ឋកោទឹកនេះវាស្វ័យយ័តចឹងគេដាក់ស្វ័យយ័តអានេះដូចEDCអញ្ចឹងអង្គភាពរដ្ឋកោទឹកនឹងស្វ័យយ័តបានន័យថាក្រុមហ៊ុនរ៉ូស៊ីជាមួយរដ្ឋបាទនេះគេឡានរដ្ឋទេបាទខ្ញុំថាខ្ញុំរីគុណទេតាមប្រជាជនហើយចុះបើកាត់ហើយអញ្ចឹងក្លុកស៊ីម៉ងមកយកអាឡានកក្លុកបេតុងមកបាញ់ឲ្យប្រជាជនវិញមកដូចដើមមកវាមិនហើយបងប្អូនក្រុមការងារទៅធ្វើណាទៀតធ្វើទៅហើយមកកាត់ហើយធ្វើអញ្ចឹងទុកអញ្ចឹងដល់ពេលរួចជេខេតជេក្រុងដល់ពេលគេជីកាត់មកអ្នកមិនដែលបានធ្វើដំណើរកាត់គេមិនដឹងចុយណាផ្លូវស៊ីមរៀបដូចអាចអញ្ចឹងខ្ញុំហ៊ាននិយាយអញ្ចឹងហើយតខ្ញុំក្នុងគេមកជីអอกមកជីកាត់មកចុយមកលេស៊ីមរៀបដូចអាចផ្លូវតាមការពិតគេធ្វើហើយស្ថាបនាហើយវាមានអាក្រុមហ៊ុនម៉ូរ៉ូស៊ីដាក់លូដាក់អីអញ្ចឹងហើយទុកស្នាមគេថាស្នាមមិនចង់និយាយស្នាមជីចាប់ឲ្យគេកាប់បោះគ្នាអានេះលុយរបស់ប្រជាជនណាម្ដងទៀតហ៊ុនជាមួយសង្កាត់ប្រជាជនដែលរស់នៅទាំងអស់នេះគាត់មានសិទ្ធិថាណាខ្ញុំនិយាយចឹងមិនបបោះបបោលទេបើនិយាយការពិតបាទមូលនិធិបាទចូលហ៊ុនគ្នាមកកាត់មុខផ្ទះគេចឹងមកឃើញមកទឹកដកតាមបន្តិចទៀតកាត់ក្លុកហើយចូលមកបកាត់ធ្វើហើយទៅអ៊ុតបេតុងបាញ់បេតុងឲ្យប្រជាជនវិញហើយទៅមិនបញ្ជាក់ថានេះក្រុមហ៊ុនរដ្ឋកោទឹកស្វ័យយ័តតាមដឹងក្រុមហ៊ុននេះរ៉ូស៊ីមិនមកតទឹកស្អាតឲ្យហ្វ្រីឲ្យប្រជាជនណាយកលុយពីប្រជាជនណាបាទបន្តទៀតបងប្អូនមើលផ្លូវកាប់ឡើងខ្ទេចអស់លេងច្រើនផ្លូវនៅស្វក្រាមនេះកាប់ឡើងខ្ទេចអស់លេងហ្មងបាទបងប្អូនមើលកាត់ដាក់លូដាក់អីឲ្យមិនព្រមអត់ឲ្យវិញមើលនោះទៅនោះទៀតអានោះកាត់ឡើងដល់អីនោះទៀតកាត់អស់លេងហើយមើលឲ្យគេក្រៅខាជាមួយអត់ឲ្យគេស្បាយចិត្តជាមួយហើយមកកាត់ចឹងបងប្អូននេះកាត់ចឹងឃើញចង់មកក្រាត់ផ្លូវហើយចាំមើលកាត់ចឹងហើយដាក់លូហើយអត់បេតុងឲ្យវិញមកវាមិនចប់វាចប់រឿងបាត់ហើយមានលុយរាប់លានទទួលបាន
គេថាវិយកលុយរាប់លានមកធ្វើចឹងនេះបងប្អូនមើលនេះអានេះផ្លូវរបស់សម្ដេចណយរបស់សម្ដេចហ៊ុនសែនណាហើយមើលស្អីគេយកថ្ម100អញ្ចឹងហើយយកមកកាត់ហើយអត់បេតុងឲ្យទៅមិនបងប្អូនឃើញខ្ទេចផ្លូវអានេះអត់ដាក់អត់ចាក់បេតុងទេអាថ្មមិនទេតែមកភាសាខ្ទេចបាត់ហើយយកឲ្យមកគិតនេះមកធ្វើចេះផ្លូវតែតិចទៀតលុះបាក់តហើយវាអត់ណែនឡើងវិញហើយបងប្អូនមើលកាត់ហើយចឹងកាត់ហើយធ្វើចឹងអានេះផ្លូវអំណោយរបស់សម្ដេចបាទខ្ញុំដឹងថាកម្រងរបស់រដ្ឋហើយបាទប៉ុន្តែអានេះដូចជាពាក់ព័ន្ធជាមួយលូទឹកស្អាតឬមួយក៏ប្រព័ន្ធអត់ទេអានេះដូចជាពាក់ព័ន្ធនឹងទឹកស្អាតមិនប្រព័ន្ធលូរបស់អីទេអានេះរដ្ឋកោទឹកបាទដូចជាពាក់ព័ន្ធរដ្ឋកោទឹកហើយមើលកាត់ឡើងអស់លីងកន្លែងខ្លះគេអត់កាត់ទេគឺមានបច្ចេកទេសគេគ្រប់នេះគ្រឿងចាក់នេះលូដាក់ប៉ុណ្ណាណីបាទមានលុយធ្វើចង់ថាមានលុយកម្រោពីរដ្ឋមកទទួលលុយបានរាប់លានដុល្លារហើយចុះមកធ្វើឲ្យកាត់ហើយដាក់អត់ឲ្យប្រជាជនវិញទៅមិនកាត់ឡើងខ្ទេចបាទអានេះផ្លូវម្ដុំនិយាយរួមមកកាត់ស្លក្រាមនេះហើយមិននិយាយថាប្រជាជនគាត់ថាមិនថាសង្កាត់ស្លក្រាមទេបាទសង្កាត់ណាក៏ដោយថាធ្វើឲ្យអត់ឲ្យវិញផងបាទដូចអញ្ចឹងហើយអាកាត់របស់គ្នាអញ្ចឹងហើយមិនអត់បេតុងមកវិញមកមិនយកអាឡានកន្លុកស៊ីម៉ងបេតុងមកវិញមកបាទនេះក្រុមហ៊ុនយើងបាទនេះកម្រងបាទនេះកម្រងទឹកស្អាតមើលបាទផ្គត់ផ្គង់ទឹកស្អាតបាទដូចខ្ញុំថាអញ្ចឹងទឹកស្អាតអាកម្រងនេះយកលុយបាទប្រជាជនគាត់សំណងពោលថានេះឲ្យអត់បេតុងឲ្យផ្លូវវិញមកឲ្យកាត់ផ្លូវបេតុងឲ្យអត់ឲ្យគ្នាវិញបាទនេះតែក្រុមហ៊ុនដូចខ្ញុំថាអញ្ចឹងអានេះទឹកស្អាតមិនមែនលូបង្ហូរទឹកស្អុយទឹកអីទេណាអានេះក្រុមហ៊ុនទឹកស្អាតបានន័យថាយើងតចូលផ្ទះគិតលុយម៉ាច់ទីពីយើងអានេះក្រុមហ៊ុនរ៉ូស៊ីដូច្នេះមេតាជួយផងប៉ុន្តែក្រុមហ៊ុននេះវាសហការមួយរដ្ឋបាទវិនិយោគមួយរដ្ឋាភិបាលយើងខ្ញុំដឹងហើយក្រុមហ៊ុននេះចង់និយាយថាវាពាក់ព័ន្ធគេថាពាក់កណ្ដាលស្វ័យយ័តបាទគឺអត់មានគាត់អត់មានជំទឹះអីទេមិនខ្លាចគេខឹងទេខឹងទៅបាទរដ្ឋកោទឹកស្វ័យយ័តជាមួយខ្ញុំសុំសម្ភាសមើលបាទខ្ញុំសុំសម្ភាសហើយនៅរឿងទៀតរឿងទេសចរខ្ញុំសួរអាបារងទទួលការងារទេសចរខ្ញុំសួរថាមានផលប៉ះពាល់អត់ទាន់ឃើញឆ្លើយខ្ញុំទៀតខ្ញុំសោកតែពេលខ្ញុំសួរនាំការងារមែនទេអត់ឆ្លើយទេនេះប្រជាជនគាត់ជេរគាត់ក្រៅកាហាយណាកាត់បោះគាត់ហើយអត់ព្រមចាក់បេតុងឲ្យវិញបាទជួយចាក់បេតុងឲ្យគាត់វិញផងបាទម៉ាស៊ីនក្លុកអាឡានកក្លុកបេតុងបាទបាញ់ក្លុកឲ្យប្រជាជនវិញផងអាកាត់ផ្លូវអីហ្នឹងបាទកុំបន្សល់ទុកឲ្យគេជេរចុះជាងដឹងតែសើចជាងបាទនេះគឺក្រុមហ៊ុនទឹកស្អាតបាទជាមួយខ្ញុំទាក់ទងទៅរដ្ឋកោទឹកជាមួយខ្ញុំសួរនេះបាទហើយខ្ញុំសួរទៅសាលាខេត្តទៀតប្រជាជនគាត់លោទៅមកកាត់ជេរណាកាត់ផ្លូវមុខផ្ទះកាត់ខ្ទេចខ្ទីអស់ចឹងបាទអាហ្នឹងដូចបងប្អូនឃើញតាមភាសាខ្ទេចបណ្ដោយវល់ផ្លូវហើយផ្លូវនេះផ្លូវអំណោយរបស់សម្ដេចបាទនៅមានកាត់នៅមុខច្រើនទៀតបាទគុណច្រើនជួយបើមិននេះទេក្រុមហ៊ុនបានលឺហើយជួយនេះផងបាទបានលុយរាប់លានដុល្លារពីរដ្ឋាភិបាលហើយមកគុំធ្វើលេងសើចចុះបាទកាត់ហើយដាក់លូប្រពងទឹកស្អាតចូលហើយអ៊ុតឲ្យវិញផងមកអ៊ុតបេតុងឲ្យវិញមកបាទនេះក្រុមហ៊ុនយកលុយពីប្រជាជនណាមិនដាក់ហ្វ្រីឲ្យណាតទឹកចូលផ្ទះយកលុយបាទអានេះគេថាប្រយោជន៍ខ្លួនឯងមកកាត់ផ្លាញ់ផ្លូវគេបាទជួយអ៊ុតឲ្យវិញផងមកយកឡូទៅអត់មានអ៊ុតបេតុងឲ្យសោះបាទនេះពួកជាងដែលដឹងអីទេបាទអរគុណច្រើនជាមួយខ្ញុំតាក់ទងទៅខាងទឹកស្អាតបាទទឹកស្អាតទៀតបាទដើម្បីឲ្យវាមានតម្លាភាពបាទចៅសង្កាត់ដឹងអ្ហ្មងកិច្ចក៏សន្យាគេក្រុមហ៊ុននេះគេអត់ឲ្យអត់មើលមើលទំនាក់ទំនងសັບផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេង092 37 32 30 088 99 99 445ទូរទស្សន៍ Camera TV Online ជាទីទុកចិត្តរបស់លោកអ្នកទូរទស្សន៍ Camera TV Online